សួស្តីពុកម៉ែទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំមានមុខម្ហូបអាំងសាច់ជ្រូក3ជាន់ជាមួយនឹងបន្លែបងប្អូនសាឡាត់យើងថ្ងៃនេះទិញមកពីផ្សារល្អបងប្អូនណយណែស្រស់ល្អឡើងថ្មីហ្មងបងប្អូនតើគ្រឿងផ្សំរបស់យើងមានដូចជាស្លឹកគ្រៃស្លឹកក្រូចសើចរំដេងជាមួយនឹងម្ទេសតើយើងធ្វើការហាន់ស្លឹកគ្រៃហើយនឹងស្លឹកក្រូចសើចដើម្បីយកវាទៅច្របល់លាយគ្រឿងជាមួយនឹងសាច់ប្រឡាក់ណាបងប្អូនណាតោះបងប្អូនហើយបន្ទាប់មកយើងហាន់ម្ទេសបងប្អូនដាក់ម្ទេសឲ្យវាកាត់ក្លិនឆ្អាបហើយនឹងវាឲ្យមានរសជាតិហឹរតិចទេបងប្អូនមានរំដេងយើងហាន់រំដេងជាចំណិតតោះបងប្អូនហើយនេះសាច់ជ្រូកយើងស្រស់ល្អណាបងប្អូនយើងធ្វើការស្រង់សាច់ជ្រូកយើងសាច់ជ្រូកថ្មីល្អបងប្អូនហើយយើងកាត់វាជាកំណាត់បងប្អូនព្រោះថាសាច់ពីរៀងវែងអញ្ចឹងយើងកាត់កុំឲ្យវាធំពេកស្រួលដាក់អាំងនៅឆ្អើរអញ្ចឹងណាបងប្អូនតោះបងប្អូនហើយយើងមកធ្វើការប្រឡាក់សាច់ទាំងអស់គ្នាណាសាច់យើងប្រឡាក់ហើយយើងច្របល់វាដើម្បីទុកឲ្យវាចូលជាតិល្អបងប្អូនយើងច្របល់វាឲ្យវាសព្វគ្រឿងល្អទុកវាប្រហែលជាកន្លះម៉ោងសូមយើងមកដាក់អាំងតោះឆ្លៀតពេលហ្នឹងយើងមករៀបសាឡាត់បងប្អូនណាយើងរៀបបន្លែយើងមិញឲ្យបានបេះហ្នឹងយើងរៀបបន្លែហើយយើងមកបង្កាត់ភ្លើងដើម្បីធ្វើការអាំងសាច់ព្រោះថាសាច់បើយើងចៀនវាខ្លាញ់ហើយវាអត់ធំឈ្ងុយដូចយើងអាំងអញ្ចឹងណាបងប្អូនតើយើងធ្វើការដាក់អាំងសាច់ទាំងអស់គ្នាណាបងប្អូនណាអូយសាច់យើងបងប្អូននៅដំណើរណាបងប្អូនធំខ្លាំងឡើងឈ្ងុយហ្មងបងប្អូននេះសាច់យើងបានឆ្អិនណាបងប្អូនណា